ខុសទៀតហើយហ៎ពិតជាស្រួលខ្លួនមែនវ៉ាវដូចជាជ្រូកយ៉ាងអញ្ចឹងក៏មិនមែនចាញ់មកសើសុកដែរពិតជាស្រួលខ្លួនខ្លាំងណាស់ស្រួលខ្លួនមែនអេស្រួលខ្លួនអញ្ចឹងស្រួលខ្លួនប៉ុណ្ណាទៅប្រកាសជាស្រួលហើយស្រួលខ្លួនប៉ុណ្ណាទៅខ្ញុំមិនទៅផ្ទះទេមែនទេខ្ញុំមិនក្បត់យឺសពទេមែនទេខ្ញុំក្បត់យឺសពហីមើលឲ្យឃើញយឺសពចឹងពេលនេះបងមើលឃើញហើយឬណាជឺអត់ធ្វើស្អីហ្នឹងតើបងគ្មានខ្ញុំនៅក្បែរខ្លួនគឺស្រួលខ្លួនខ្លាំងណាស់មែនទេបងសម្រាប់មែនទេតើបងសប្បាយចិត្តត្រង់ណាទៅបងព្រោះតែភារកិច្ចតែប៉ុណ្ណោះទេហើយនេះទៅបង្ខំចិត្តនេះអូស្មានតែបងចង់ហើយនឹងប្រហែលជានឹកដល់បងខ្លាំងពេកទើបមកតាមបងទៅមែនទេមែនហើយខ្ញុំគឺនឹកបងណាខ្ញុំគឺនឹកបងខ្លាំងណាស់បងសម្លាញ់បងកុំសម័យថ្ងៃនេះខ្ញុំស្លៀកពាក់ស្អាតបាត់យ៉ាងនេះមកទីនេះប្រកាសជាត្រូវរកហួងវាញ់ឈុនម្នាក់នោះហើយរកគេនៅរស់ទេហើយបានសុខទេផងអូនមិនទុកចិត្តទេខ្ញុំថាបងឯងនេះបងឯងប្រើខួរក្បាលមកគិតពីបញ្ហាផងបានទេអូយលេងទៀតហើយអូនមិនអាចទន់ភ្លុំបន្តិចទៅបានទេខ្ញុំពិតជាចង់ចាក់ភ្នែកបងឲ្យខ្វាក់ណាអូចាំមិននឹងភ្នែកបងមានបញ្ហាបងមើលមិនដឹងទេមើលដឹងស្អីទៅពីហួងវាញ់ឈុនម្នាក់នោះមានប្រាក់ហើយមិនល្អចំពោះហ្វុងស៊ីបន្តិចសោះនៅលើលោកមួយនេះខ្ញុំស្អប់មនុស្សប្រុសបែបនេះជាងគេថ្ងៃនេះខ្ញុំត្រូវតែបដៅគេឲ្យបានល្អម្ដងចាំមើលចុះនេះអូនបដៅគេយ៉ាងម៉េចទៅអូននិយាយមកមើលលើកនេះចប់ហើយពិតជាចប់មែនហើយចប់ហើយចាំមើលថ្ងៃនេះខ្ញុំចាត់ការលោកយ៉ាងម៉េចទៅសារាល្អអាយ៉ាអូយបងច័ន្ទមិនក៏បងធ្លាក់ទៅលើដីអញ្ចឹងថយចេញទៅអូននៅសួរបងទៀតប្រកាសជាអូនធាក់បងហើយខ្ញុំក៏មិនដឹងដែរអូនប្រកាសជាមិនដឹងទេអូនដេកលក់វិញវ័នអូយអញ្ចឹងបងឆាប់ឡើងមកវិញមកអូនពិតជាធាក់បងខ្លាំងណាស់បងមានគំនុំអីជាមួយអូនបានជាអូនធ្វើអញ្ចឹងដាក់បងប្រហែលជាខ្ញុំដេញមិនស្រួលហើយសុំទោសខ្ញុំគ្រាបបងឡើងទៅលើវិញប្រយ័ត្នណាម៉ាប្រយ័ត្នតិចណាអីចូលឈប់សិនកម្លាំងអូនក៏វាមិនខ្សោយដែរបើពេលយប់ធាក់បងប្រមាណជើងទៀតនោះទង្វើឆ្អឹងបងប្រកាសជាខ្ទេចអត់ទៅហើយអូនដេកលើដីទៅហាខ្ញុំទៅហោះហ្វុងស៊ីកំអីទៅចុះទៅកំអីហើយអូយយ៉ាមិនក៏អូនមិនត្រូវទេនៅលើក្រែមមានតែបងម្នាក់ឯងតើហើយមិនតើអ្នកណាធាក់បងតើបងយល់សត្វអាក្រក់មែនទេអត់ទេមិនអញ្ចឹងខ្ញុំទៅយកស៊ុបយិនសិនបានហើយអូនឈប់សាំញ៉ាំទៅចម្លែកមែនណោះលើកនេះខ្ញុំធ្វើឲ្យលោកល្អមើលម្ដងជួយវ៉ាងឆាន់មិនក៏បងវាយខ្លួនឯងវ៉ាង
បានចេះចឹងហ៎ដៃបងមិនក៏កម្រាស់ផ្ដេសផ្ដាំងជួយអូតាមរឿយកាឡើងទៅបន្តមកទៀតអីចុះជួយអូអីបងឆាន់បងមិនអីទេមានខ្មោចប្រកាសជាមានខ្មោចហើយខ្មោចជួយផងខ្មោចដូចជាខ្ញុំនេះមិនទាន់សាហាវខ្លាំងពេកទេចារបស់ខ្ញុំនេះដូចជាទន់ពេកហើយអរុនសុស្ដីលបងលបងយកមិញបងដេកមិនស្រួលទេភ្នែកបងដូចជាត្រូវគេវាយយ៉ាងអញ្ចឹងកុំនិយាយអីកាលពីយប់មិញខ្ញុំដូចជាបានជួបនឹងរបស់ដែលមិនស្អាតក្នុងផ្ទះត្រូវអុកឡុកដល់មិនបានសុខទៀតណាមានរឿងស្អីទៅត្រូវហើយក្រែងយកមិញសើកៅដេកនៅផ្ទះបងដែរនៅពេលដែលខ្ញុំចេញមកគេក៏ដេកនៅឡើយទេគេពិតជាមនុស្សដែលមិនចេះខ្មាស់គេក្នុងចំណោមមនុស្សដែលខ្ញុំបានជួបនិយាយពីរឿងនេះខ្ញុំខឹងឯងដឹងថាខ្ញុំមកគេហូបឲ្យគេនៅលើកដំកើងគេយ៉ាងនេះគេណាពិតជាទុកផ្ទះខ្ញុំគឺជាផ្ទះខ្លួនឯងមែននិយាយរួមពាក្យមួយម៉ាត់ទេចាំពេលដែលមានឱកាសមកដល់ខ្ញុំនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់អ៊ីកាវទាំងអស់ខ្លាចជារបស់ខ្ញុំត្រូវធ្វើគេស្ដាយក្រោយតានេះជារបស់អីគ្មានស្អីទេកុំមើលអីគ្មានអ្វីទេនៅមានស្លាប់ទៀតមកឲ្យខ្ញុំមើលគ្មានស្អីទេឲ្យខ្ញុំមើលតិចមើលថាវាយ៉ាងម៉េចអាយ៉ាពិតជាគ្មានអ្វីមែនកុំមើលអីឲ្យខ្ញុំមើលលើតកែហួងហើយចាលបងហេអមិនបានជាលបងមកអញ្ចឹងខ្ញុំចេះទេខ្ញុំទៅផ្សារទិញរបាំងតិចឆ្លៀតពេលនាំគេមកតែម្ដងទេត្រាយមើលចុះខ្ញុំរំខានអ្នកទាំងពីរពេញមួយថ្ងៃឲ្យបងប្អូនអ្នកទាំងពីរនៃហត់បែបនេះខ្ញុំពិតជាសុំទោសអត់ទេបងកុំនិយាយអញ្ចឹងពួកយើងគឺជាអ្នកមាននិស្ស័យជួយមាននិស្ស័យមកអញ្ជើញអង្គុយទៅសុំជេបងមានអីត្រូវការឲ្យខ្ញុំតើអូនអាចកុំស្លៀកពាក់បែបនេះចេញមកបានទេកន្លែងនេះគឺទៀមប្រាក់អូនស្លៀកពាក់បែបនេះចេញមកបើសិនជាឲ្យភ្ញៀវឃើញបងប្រកាសជាខ្មាស់គេជាមិនខាននោះទេដឹងទេអត់ទេបានហើយទៅវិញទៅលើតកែហួងអស់តែហើយនាងនៅចាំខ្ញុំបានទេចាំបាននាងជាមេការរបស់ឡុងមិនហ្វាងអ្នកនាងជីងទឹកមុខរបស់នាងដូចជាមិនសូវល្អទេនាងយ៉ាងម៉េចហ្នឹងឈឺអត់ទេគ្រាន់តែយប់មិញដេកមិនសូវស្រួលមិនអីទេគេព្រោះតែវាំងឈុនមែនទេគ្មានអីទេមិនមែនទេគ្មានរឿងអីអស្ចារ្យនោះទេត្រឹមតិចទៅគឺកន្លងហួសហើយល្អបើនាងមិនចង់និយាយទេខ្ញុំក៏មិនចង់សួរដែរតែខ្ញុំយល់ថាមនុស្សនាងនេះមិនអន់ទេជាមិត្តភក្តិដែលស័ក្តិសមនឹងឲ្យខ្ញុំរាប់អានត្រូវហើយមានអីដែលត្រូវការឲ្យខ្ញុំជួយទេអាចមករកខ្ញុំបានណាអរគុណអ្នកនាងហើយខ្ញុំលាសិនហើយតែនេះយ៉ាងម៉េចដែរទំនិញជាន់ខ្ពស់មានប្រាក់ក៏ទិញបានផងមែនណាភ្លុកភ្លាមក៏ដឹងថាតែល្អថាកែហួងពិតជាជំនាញមិនលែបានទេលោកកុំឃើញខ្លួនខ្ញុំនេះស្លៀកពាក់កខ្វក់ហើយស្អុយតាមពិតខ្ញុំមានចេតនាចង់បិទបាំងភ្នែកជារបស់គេសមាជិកភាពរបស់ខ្ញុំពិតប្រាកដគឺឈ្មួញកណាត់ម្នាក់
ទីមរបស់ខ្ញុំគឺមានគ្រប់ទីកន្លែងការរកស៊ីធំរៀងរាល់ថ្ងៃគឺឧស្សាហ៍នៅលើកៅអៅដែលលោកស្លៀកពាក់នេះគឺជាកណ្ដាលរបស់ខ្ញុំ ពិតជាស្មានមិនដល់មែនលោកពិតជាអ្នកខ្លាំងមិនបង្ហាញខ្លួនមែនហើយចាតែមុខរបររបស់គ្រួសារលោកធំណាស់ហេតុអីក៏ធ្វើខ្លួនដូចជាអ្នកសុំទានយ៉ាងចឹង ខ្ញុំគឺមានទុក្ខលំបាកបើនិយាយទៅវិញឆ្ងាយណាស់មុននេះគ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំមានជំងឺព្យាបាលមិនជាហើយរស់នៅមិនបានយូរទេវតាល្អចំពោះខ្ញុំខ្លាំងណាស់ខ្ញុំគួរតែចេះស្កប់ស្កល់តែអ្វីដែលខ្ញុំបានចាត់ទុកនោះគឺមិនបានគឺកូនស្រីសំណប់ចិត្តម្នាក់របស់ខ្ញុំ អូលោកមានកូនស្រីផងអញ្ចឹងគេធំប៉ុណ្ណាហើយ គេគឺដល់អាយុរៀបការតែម្ដងយ៉ាម្ដាយរបស់គេស្លាប់ចោលបាត់ហើយលោកគិតមើលទៅពេលនេះគឺខ្ញុំនៅតែម្នាក់ឯងគ្មានអ្នកណាមើលថែគេនោះទេហេតុនេះហើយខ្ញុំត្រូវស្វែងរកគូព្រេងដ៏ល្អម្នាក់ឲ្យកូនស្រីសំណប់ចិត្តរបស់ខ្ញុំ អ្នកមានប្រាក់ដូចជាលោក ខ្ញុំស្លាប់បាត់ទៅនោះលោកដឹងទេលោកប្រហែលជាដឹងពីគំនិតរបស់ខ្ញុំហើយព្រោះថាខ្ញុំមានប្រាក់ច្រើនណាស់មនុស្សទាំងអស់ប្រសិទ្ធតែសម្ដៅមករកខ្ញុំតែខ្ញុំមិនពេញចិត្តតទៅសោះខ្ញុំខ្លាចគេធ្វើបាបកូនស្រីខ្ញុំអ្នកណាទៅស្មានដល់នោះខ្ញុំគឺស្មោះសរហេតុនេះហើយទើបខ្ញុំតបតែងខ្លួនធ្វើជាអ្នកសុំទានបែបនេះខ្ញុំដើររកគ្រប់ទីកន្លែងរកមនុស្សដែលមានចិត្តសប្បុរសធម៌មានទ្រព្យសម្បត្តិគួរសម លោកនិយាយពាក្យទាំងអស់នេះជាមួយខ្ញុំបានន័យថាយ៉ាងម៉េចទៅ តាមផ្លូវខ្ញុំបានជួបនឹងមនុស្សច្រើនណាស់មានតែលោកថកែហួងទីដែលមិនសាញថាខ្ញុំស្អុយហើយក៏ហ្វក់តែត្រូវដែរទីមានតែលោកទេទើបអាចធ្វើឲ្យខ្ញុំអាចទុកចិត្តបានខ្ញុំចង់ប្រគល់កូនស្រីខ្ញុំឲ្យទៅលោកបើសិនជាលោកព្រមនោះ ឲ្យមកខ្ញុំលោកបានហើយហមមកអង្គុយចុះទៅរឿងមួយនេះខ្ញុំត្រូវការពិចារណាបន្តិចឥឡូវចេះចុះលោកទៅពេលឲ្យខ្ញុំបន្តិចដើម្បីគិតឲ្យបានល្អបាននិយាយស្ដីប្រយ័ត្នប្រយែងទើបល្អត្រូវដែរទេពិតជាមិនបានមើលមនុស្សខមមិនល្អអញ្ចឹងពីថ្ងៃទៀតខ្ញុំនាំកូនស្រីរបស់ខ្ញុំស៊ីហុងមកហើយជួបជាមួយលោកហើយដល់ពេលនោះទាំងអស់គ្នាស្គាល់គ្នាហើយលោកត្រូវតែត្រៀមលក្ខណៈឲ្យទៅខ្ញុំពិតជាសុំទោសខ្លាំងណាស់ដែលកុហកលោកយូយ៉ាន់នេះបើយល់គឺល្អហើយល្អខ្ញុំលាសិនហើយថ្ងៃក្រោយជួបគ្នាទៀត